បាទកូនកូនថ្ងៃនេះភាសាខ្មែរថ្នាក់ទី3របស់យើងរៀនដល់មេរៀនទី31ហើយបាទចំណងជើងនោះគឺការស្គាល់ហេតុនិងផលហើយក៏មានសំណួរនិងចម្លើយនៅក្នុងមេរៀននេះផងដែរអញ្ចឹងកូនកូនតាមដាននិងទស្សនាដូចតទៅភាសាខ្មែរថ្នាក់ទី3មេរៀនទី31ការស្គាល់ហេតុនិងផលបំណិនចូលអានឧទាហរណ៍ខាងក្រោម1ឆ្នាំនេះសុខាបានឡើងថ្នាក់ពីព្រោះនាងខំរៀន2ទឹកលិចភូមិមកពីមានភ្លៀងធ្លាក់ខ្លាំង3បូណាផឹកទឹកឆៅទើបវាឈឺពោះល្បះខាងលើនេះបង្ហាញពីទំនាក់ទំនងរវាងហេតុនិងផលក្រុមពាក្យមានពណ៌ក្រហមជាហេតុឯក្រុមពាក្យដែលមានពណ៌ខៀវជាផលហេតុនិងផលខាងលើនេះភ្ជាប់គ្នាដោយពាក្យពីព្រោះមកពីទើបដូច្នេះគេប្រើពាក្យពីព្រោះដោយសារមកពីទើបហេតុនេះដូច្នោះនោះដើម្បីបញ្ជាក់ទំនាក់ទំនងផ្ទាល់រវាងហេតុនិងផលហេតុគឺព្រឹត្តិការណ៍ឬរឿងអ្វីមួយដែលកើតឡើងផលគឺផលដែលកើតឡើងអាស្រ័យដោយហេតុបាទអញ្ចឹងបន្ទាប់ពីកូនកូនបានស្ដាប់នៅអត្ថបទរវាងហេតុហើយនិងផលហើយអញ្ចឹងត្រង់នេះគ្រូសូមបញ្ជាក់ម្ដងទៀតថាស្អីទៅជាហេតុស្អីទៅជាផលអញ្ចឹងហេតុគឺជាព្រឹត្តិការណ៍ឬរឿងអ្វីមួយដែលបានកើតមានឡើងហើយផលគឺជាអ្វីដែលបានទទួលអំពីហេតុនឹងឯងតោះណាកូនឧទាហរណ៍ដូចជាឧទាហរណ៍ទី1គេលើកឡើងអញ្ចឹងគេថាឆ្នាំនេះសុខាបានឡើងថ្នាក់ពីព្រោះនាងខំរៀនអញ្ចឹងសុខាបានឡើងថ្នាក់នឹងជាអីជាផលណាកូនណាជាផលដែលទទួលបានមូលហេតុគឺដោយសារតែនាងខំរៀនតើណាកូនអញ្ចឹងពីត្រឹមឆ្នាំនេះសុខាបានឡើងថ្នាក់ជាផលនាងខំរៀនជាហេតុបាទចុះដល់លំហាត់ទី2ឧទាហរណ៍ទី2គេថាទឹកលិចភូមិមកពីមានភ្លៀងធ្លាក់ខ្លាំងអញ្ចឹងអាមកពីភ្លៀងធ្លាក់ខ្លាំងនឹងជាអីកូនគឺជាហេតុបាទគឺជាហេតុដល់ពេលផលដែលទទួលបានពីភ្លៀងធ្លាក់ខ្លាំងនឹងឯងគឺធ្វើឲ្យទឹកនឹងលិចភូមិតើណាបាទឧទាហរណ៍ទី3គេលើកឡើងថាបូណាផឹកទឹកឆៅទើបវាឈឺពោះអញ្ចឹងផឹកទឹកឆៅហ្នឹងជាអីគេណាជាហេតុទើបវាឈឺពោះហ្នឹងគឺជាផលដែលទទួលបានដោយសារតែយើងផឹកទឹកឆៅហ្នឹងឯងទទួលបានមកអំពីហេតុផឹកទឹកឆៅផលគឺឈឺពោះអញ្ចឹងហេតុនិងផលហ្នឹងគឺស្រួលយល់ណាកូនបាទតើណាកូនគួរឧទាហរណ៍ក្រៅមួយទៀតឲ្យកូនស្ដាប់ឧទាហរណ៍ថាចៅគេទៅលួចគេបាទចូលផ្ទះគេទៅលួចគេប៉ូលីសចាប់បានទើបវាជាប់គុកបាទអញ្ចឹងអាទៅលួចគេនឹងជាអីគឺជាហេតុផលដែលទទួលបានគឺត្រូវប៉ូលីសចាប់បានទៅជាប់គុកអានឹងហើយគឺជាផលដែលទទួលបានពីទង្វើដែលធ្វើនឹងឯងពីព្រឹត្តិការណ៍ដែលខ្លួនបានធ្វើនឹងឯងបាទដោយពាក្យចាស់ខ្មែរយើងគាត់ចំណាំនិយាយថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់អញ្ចឹងអាទង្វើដែលធ្វើនឹងជាហេតុណាហើយអ្វីដែលទទួលបានគឺជាផលតើណាកូនបាទឥឡូវបន្តទៀតគឺយើងចូលដល់លំហាត់ម្ដងនៅក្នុងលំហាត់កនេះគេដាក់ថាចូលអានល្បះខាងក្រោមរួចណាប្រាប់ឃ្លាបង្ហាញហេតុ
នឹងឃ្លាបង្ហាញផលបាទអញ្ចឹងឥឡូវយើងមើលលំហាត់ទី1ណាកូនណាលំហាត់ទី1គេដាក់ថាមនុស្សអាចបង្កើតយានអវកាសបានដោយសារវិទ្យាសាស្ត្ររីកចម្រើនបាទអញ្ចឹងមកឃ្លាហ្នឹងពីត្រឹមណាដល់ត្រឹមណាជាហេតុពីត្រឹមណាដល់ត្រឹមណាជាផលបាទអញ្ចឹងចម្លើយគឺចាប់ពីត្រឹមមនុស្សអាចបង្កើតយានអវកាសបានអានឹងជាអីកូនបាទជាផលណាកូនណាមនុស្សអាចបង្កើតយានអវកាសបានជាផលចំណែកចាប់ពីត្រឹមដោយសារវិទ្យាសាស្ត្ររីកចម្រើនជាហេតុយល់ទេកូនអញ្ចឹងផលហើយនឹងហេតុបាទរបស់ពីរនេះគឺភ្ជាប់គ្នាទៅពីដោយសារណាកូនណាបាទអញ្ចឹងយើងស្រួលយល់ទេវិទ្យាសាស្ត្ររីកចម្រើនផលដែលទទួលបានធ្វើឲ្យមនុស្សនឹងបង្កើតយានអវកាសបានតើណាកូនបាទឥឡូវចូលដល់លំហាត់ទី2លំហាត់ទី2នៅក្នុងកហ្នឹងគឺគេដាក់ថាព្រះអាទិត្យបញ្ចេញរស្មីទើបរុក្ខជាតិរីកលូតលាស់បានបាទទើបរុក្ខជាតិរីកលូតលាស់បានបាទអញ្ចឹងធម្មតាជាហេតុធម្មតាជាផលគឺព្រះអាទិត្យបញ្ចេញរស្មីជាហេតុបាទទើបធ្វើឲ្យរុក្ខជាតិរីកលូតលាស់បានជាផលណាកូនណាអញ្ចឹងពេលនេះហេតុនៅមុខផលនៅក្រោយអញ្ចឹងហេតុនិងផលហ្នឹងមិនប្រកាសថាមួយណានៅមុខឲ្យប្រកាសទេជួនកាលហេតុនៅមុខផលនៅក្រោយជួនកាលផលនៅមុខហេតុនៅក្រោយវិញតើនេះកូនប៉ុន្តែយើងត្រូវចេះមើលរបស់នឹងឯងណាតើថាធម្មតាជាហេតុធម្មតាជាផលបាទចូលដល់លំហាត់ទី3នៅក្នុងលំហាត់ទី3គេដាក់ថាស្រូវក្នុងស្រែស្ករអស់មកពីគ្មានទឹកបាទធម្មតាជាហេតុធម្មតាជាផលកូនបាទគឺត្រឹមស្រូវក្នុងស្រែស្ករអស់ជាផលមូលហេតុមកពីគ្មានទឹកអញ្ចឹងមកពីគ្មានទឹកនឹងជាហេតុជាដើមហេតុទើបធ្វើឲ្យស្រូវក្នុងស្រែនឹងស្ករអស់តើនេះកូនបាទអញ្ចឹងស្រូវក្នុងស្រែស្ករអស់ជាផលមកពីគ្មានទឹកជាហេតុណាកូនណាបាទឥឡូវនេះយើងចូលដល់លំហាត់ខណាលំហាត់ខនេះគេឲ្យយើងចូលអានអត្ថបទខាងក្រោមរួចប្រាប់របស់បង្ហាញទំនាក់ទំនងហេតុហើយនឹងផលបាទអញ្ចឹងគេឲ្យយើងអានរបស់នៅក្នុងកឡោនេះណាកូនណាបាទអានពីលើមកដល់ក្រោមហើយរកឃ្លាត្រង់ណាដែលបង្ហាញពីទំនាក់ទំនងរវាងហេតុហើយនឹងផលនឹងឯងតើណាកូនបាទអញ្ចឹងលោកគ្រូចាប់ផ្ដើមអានហើយប្រជាជនដែលរស់នៅតាមដងទន្លេច្រើនប្រកបរបរដាំដំណាំនិងនេសាទពួកគាត់ងាយរងគ្រោះណាស់នៅពេលមានទឹកជំនន់ដោយខ្លាចទឹកជំនន់ទើបគាត់នាំគ្នាលើកផ្ទះឲ្យខ្ពស់បាទអញ្ចឹងតាំងពីត្រឹមពាក្យថាប្រជាជនណាពីដំបងរហូតមកដល់ខណ្ឌខាងក្រោមចុងគេមកអស់ផ្ទះឡើងខ្ពស់តើពីលើមកដល់ក្រោមនោះតើរបស់ត្រង់កន្លែងណាដែលបង្ហាញថាជាហេតុហើយនឹងជាផលជារបស់ដែលមានទំនាក់ទំនងហេតុហើយនឹងផលណាកូនណាបាទអញ្ចឹងចម្លើយរបស់វាគឺរបស់ដែលបង្ហាញពីទំនាក់ទំនងហេតុហើយនឹងផលគឺចាប់ពីត្រឹមណាចាប់ពីត្រឹមពាក្យដោយសារខ្លាចទឹកលិចនេះបាទដោយសារខ្លាចទឹកលិចទើបគាត់នាំគ្នាលើកផ្ទះឲ្យខ្ពស់ណាកូនណាអញ្ចឹងពីត្រឹមនឹងឯងគឺជារបស់ទំនាក់ទំនងរវាងហេតុហើយនឹងផលតើនេះកូនបាទពីត្រឹមដោយខ្លាចទឹកលិចទើបគាត់នាំគ្នាលើកផ្ទះឲ្យខ្ពស់នឹងឯងគឺជារបស់ដែលបង្ហាញអំពីទំនាក់ទំនងហេតុហើយនឹងផលបាទអញ្ចឹងគេឲ្យយើងបង្ហាញត្រឹមប៉ុណ្្នឹងឯណាកូនណាហើយបើយើងសួរទៀតថាបើយើងសួរតទៀតថាចុះមួយណាជាហេតុមួយណាជាផលកូនអាចមើលដឹងថាតើមួយណាជាហេតុមួយណាជាផលពីត្រឹមដោយខ្លាចទឹកលិចទើបគាត់នាំគ្នាលើកផ្ទះឲ្យខ្ពស់នេះបាទអញ្ចឹងឥឡូវយើងមើលតទៀតណាដោយខ្លាចទឹក
លិចណាបាទដោយខ្លាចទឹកលិចនឹងជាអីជាហេតុឲ្យផលកូនបាទគឺជាហេតុណាកូនណាបាទទើបគាត់នាំគ្នាលើកផ្ទះឲ្យខ្ពស់នេះឯងគឺជាផលបាទតើណាកូនបាទកូនភាសាខ្មែរថ្នាក់ទី3មេរៀនទី31ការស្គាល់ហេតុនិងផលមានសំណួរនិងចម្លើយក៏សូមបញ្ចប់តែត្រឹមប៉ុណ្ណេះខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់បើមានកំហុសខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទោសហើយកុំភ្លេចជួយចុច like និង subscribe នៅ channel របស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា